សួស្តីបងនេះខ្ញុំធ្វើហើយទូបងអញ្ចឹងទូខាងនេះគឺទូ inverter ហើយវាមានមួយវ៉ុលនេះណាហើយក្នុងនេះគឺវាមាន inverter ហើយ inverter ដល់មិនรู้ថាចូលខ្សែហើយនេះគឺទូខាងវ៉ូលីមថាទៅតំស្រីវ៉ូលីមហើយនឹងទៅមុខទៅក្រោយនេះខាងក្រោយនេះគឺល្បឿននេះគឺទៅមុខទៅក្រោយហើយនេះមកទៅអញ្ចឹងខ្ញុំទៅបងតេស្តមើលអញ្ចឹងឥឡូវខ្ញុំកាច់ប៊ីតុងមកឲ្យវល់តែមកតើនេះវាបានធ្វើការហើយអញ្ចឹងយើងត្រេកឡើងនេះគឺទៅលេងនេះទៅលេងអញ្ចឹងពេលដែលវាលឿនគឺត្រេកនេះគឺលោកមកដែរតែវាបានលឿនទៅកង់វាទៅបាច់អញ្ចឹងយើងទៅខោយើងមកថតនេះមកហើយមកតើវាយទៅណាអញ្ចឹងឥឡូវយើងមើលវាវិលមកខាងហ្នឹងអញ្ចឹងខ្ញុំកាច់អានេះមកពេលនឹងដូរមកក្រោយវិញហើយឃើញទេបាទគឺវាវិលតាមអ្វីយើងចង់បានអញ្ចឹងទៅមុខក្រោយក៏បានទៅក្រោយក៏បានដែរអញ្ចឹងទូលខ្ញុំតេស្តហើយបងឯងនិយាយបានណានេះគឺទូទី1ណាទូទី2ខ្ញុំមកទីចំតេស្តអញ្ចឹងនេះទូទី2ហ៎បងអញ្ចឹងទូទី1តេស្តហើយនេះទូទី2អញ្ចឹងហើយនេះមានទាំង motor មានទាំងទូ VHD ហើយនិងទូវិជាសម្រាប់លឿនណាអញ្ចឹងខ្ញុំបើកទូនេះដូចបងមើលចឹងគឺវាមានដូចអាមុនដែរណាវាមាន detector មាន VHD មួយហើយនិង domino ក្រោមសម្រាប់យកខ្សែណាហើយខាងនេះគឺយើងមានបេតុងទៅមុខទៅក្រោយហើយនេះវ៉ាលីមលឿនណាអញ្ចឹងខាងក្នុងនេះក៏យើងដាក់ហើយបាទអញ្ចឹងយើងចាប់ដើមឲ្យដំណើរការណាអញ្ចឹងយើងកាច់បេតុងនេះបាទតែបេតុងនេះប្រេកង់នេះចាប់ដើមដាក់ហើយណាចាប់ដើមដើរម៉ូទ័រនេះក៏វាដើរតែវាដើរយឺតដោយសារតែយើងស្រែលឿននេះស្រែតិចហើយយើងមូវាខ្លាំងមកបាទអញ្ចឹងពេលយើងមូខ្លាំងម៉ូទ័រនេះក៏ជួដែរណាបាទអញ្ចឹងយើងថយមកវិញម៉ូទ័រក៏វាថយតាមហ្នឹងប្រេកង់ក៏វាធ្លាក់តាមហ្នឹងដែរណាព្រោះប្រេកង់ហ្នឹងវាបង្ហាញអំពីកម្លាំងជុំរបស់ម៉ូទ័រអញ្ចឹងឥឡូវយើងកាច់មកដាល់កាច់មកដាល់គឺឈប់តែម្ដងអញ្ចឹងយើងកាច់មកខាងនេះគឺម៉ូទ័រនេះវាថយក្រោយវិញណាហ្នឹងហើយហើយយើងត្រេនលឿនបានដូចគ្នាណាហ្នឹងហើយអញ្ចឹងទូពីនេះហើយបងអាចយកបានហើយខ្សែអស់ទាំងនេះចាំពេលបងយកទៅខ្ញុំប្រាប់បន្ថែមណាហ្នឹងហើយប្រាប់បន្ថែមវាភ្ជាប់ជាមួយនឹងទូទួយនេះព្រោះទូទួយនេះបងថាយកទៅដាក់នៅកន្លែងម៉ាស៊ីនដើម្បីងាយវិជាហើយកន្លែងទូនេះបងដាក់នៅគិនជាងកន្លែងអញ្ចឹងណាហ្នឹងហើយតែបញ្ហាទេបើយើងដាក់នៅខាងណាក៏បានដែរសំខាន់ស្រួលក្នុងការយើងបិទបើកណាហ្នឹងហើយអញ្ចឹងទូពេលនេះគឺខ្ញុំតេស្តឲ្យបងអាចនិយាយបានហើយហ្នឹងបាទនេះអញ្ចឹង inverter គឺវាងាយស្រួលក្នុងការប្រើហើយវាស្រួលត្រង់ថាលើសតង់ចុងក៏វាមិនធ្វើឲ្យឆេះម៉ូទ័រដែរហើយដាច់ហ្វានណាមួយក៏វាឈប់ដែរវាអត់បញ្ចេញភ្លើងទេអញ្ចឹងហ្នឹងហើយយើងដាក់ inverter ហើយយើងមិនដាក់ contactor ទេគឺយើងដាក់តែ inverter មកគ្រាប់ទៅបានហើយបាទអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងណាបងឆ្ងល់ហើយណាអាចសួរបានអរគុណ